ស្វាគមន៍គ្នាយើងត្រឡប់មកជួបជាមួយនឹងខ្ញុំម្ដងទៀតហើយយើងមកតអបសូនពីនេះទៀតទៅគឺតែអបសូនមុនគឺខ្ញុំបានលុកលុយនៅក្នុងភូមិអបសូនមិនដែរគឺខ្ញុំនឹងយាមសាងសង់ផ្ទះហើយនឹងបង្កើត armor ដ៏ខ្លាំងៗដើម្បីទប់ការពីខ្លួនអំពី monster អញ្ចឹងយើងកុំនៅបូមអាចយើងចូលទៅកាន់ការសាងសង់ផ្ទះរបស់យើងពីឥឡូវនេះតទៅតែម្ដងដែលអបសូនមុនគឺខ្ញុំបានរកដីរកកន្លែងផ្ទះរួចដែរអញ្ចឹងគឺយើងតតែម្ដងទៅមុននឹងយើងចាប់ដើមផ្ទះយើងមកយកដៃយើងបានដុតហ្នឹងគឺមកផលិតធ្វើជាសៀការពារខ្លួនមួយសិនដោយសារតែបន្តិចទៀតហ្នឹងគឺអាចនឹងមាន monster មកឆាវយើងពេលម្លងពេលយើងសាងសង់ផ្ទះអញ្ចឹងឥឡូវនេះខ្ញុំបានផលិតសៀមួយដើម្បីទប់ការពារខ្លួនគេឡើយយើងបានសៀហើយឥឡូវយើងត្រូវការពាក់សៀនឹងជាប់ដៃយើងតែម្ដងគឺពេលយើងមានសៀអញ្ចឹងគឺយើងសមត្ថភាពជាងមុនវា monster ទៅវាយយើងតែអញ្ចឹងទេគឺ monster អាចនឹងជាយើងគ្រប់ពេលសារតែយើងលេងហាត់ខងជីវិតតែមួយហ្នឹងចាប់ដល់ហើយឥឡូវនេះយើងកុំតបែច្រើនយើងចូលទៅកាន់ការសាងសង់ផ្ទះរបស់យើងតែម្ដងទៅកុំនៅពុះបាច់វិញឆ្ងាយពេកបានតិចទៀតហ្នឹងគឺ monster ខៀខ្ញុំមកឡើយមុននឹងយើងសាងសង់ផ្ទះនេះយើងទៅរក item ដើម្បីធ្វើផ្ទះសិន
គ្នាយើងមកយកឆ្ងល់ហើយឃើញខ្ញុំពាក់ដៃមុនហ្នឹងគឺកុំគិតថាខ្ញុំគ្រីទេវយកអសដោយសារតែខ្ញុំលេងហាតខអញ្ចឹងគឺខ្ញុំអត់បានគ្រីទេវកើតទេអញ្ចឹងគឺខ្ញុំចោះទៅម៉ាញធម្មជាតិតែម្ដងគឺខ្ញុំម៉ាញមកទៅបានប្រហែលគ្រាប់មកផលិតធ្វើជាអាវក្រោះពាក់ហ្នឹងគឺថាវេទនាខ្លាំងមែនទែនគឺខ្ញុំត្រូវគ្រីស៊ូមីផងត្រូវជីកត្រូវម៉ាញឡើង1ម៉ោង2ម៉ោងព្រមទៅបានមួយគ្រាប់ផលិតធ្វើជារបស់ប្រើប្រាស់អញ្ចឹងគឺកន្លែងខ្ញុំម៉ាញហ្នឹងគឺខ្ញុំអត់បានរីខទេដោយសារតែខ្ញុំវានេះពេកដោយសារតែខ្ញុំខ្ជិលរីខផងដោយសារតែពេលរីខខ្ញុំរីខវែងទៅវាដាច់ចុះដល់អញ្ចឹងទៅខ្ញុំក៏ខ្ជិលបើកតែម្ដងទៅលើនេះយើងកុំតប៉ែពេកយើងមកសាងសង់ផ្ទះយើងបាយតែម្ដងទៅគឺខ្ញុំនៅខ្វះប្លុកមួយទៀតនៅក្នុងយើងគឺអាប្លុកខ្មៅនេះអញ្ចឹងគឺខ្ញុំត្រូវចុះមកជីកយកវាហើយណាមួយវិញទៀតគោលបំណងខ្ញុំគឺ100 diamond 1គ្រាប់2គ្រាប់ដើម្បីផលិតarmor full diamond តែម្ដងគឺខ្ញុំនៅខ្វះតខោមួយទៀតទេគឺគ្រប់មួយឈុតតែម្ដងអញ្ចឹងយើងទៅការជីកទៅរកអាថ្មនឹងផងហើយនឹងរក diamond ផងអញ្ចឹងគឺចំណេញខ្លាំងមែនទែនគឺខ្ញុំប្រើប្រយោជន៍ថ្មដោយសារតែខ្ញុំអត់សបោ iron ទេដោយសារតែយើងលេងហាត់ខអញ្ចឹងយើងអាចចូល kill បានទេអូខេឥឡូវយើងពុំនិយាយថាអត់ iron នៅបាន iron តែម្ដងអញ្ចឹងគឺសំណាងខ្លាំងមែនទែនបើសិនជាយើងជួប diamond នេះយើងផលិតវាមកជីកតែម្ដងតើពីខ្ញុំបានបាត់ record មកខ្ញុំក៏បានម៉ាញក៏ជួប diamond អញ្ចឹងគឺទៅពេលដែលខ្ញុំបាត់ record បានជួប diamond ពេលខ្ញុំបាត់ record ឡើងមួយថ្ងៃยังមានជួបទេឥឡូវនេះយើងធ្វើការផលិតជាមួយនឹងប្រាប់ដុតសិនមកដើម្បីដុត iron មកយើងដើម្បីយក iron ហ្នឹងធ្វើជា pickaxe ទៅម៉ាញ diamond បើយកដល់ pickaxe ថ្មទៅម៉ាញហ្នឹងអាលាយលើឥឡូវនេះយើងបាន pickaxe iron ហើយអញ្ចឹងយើងធ្វើការជីក diamond នឹងតែម្ដងទៅតើចង់នឹងថា diamond ហ្នឹងយើងបានប្រមាណគ្រាប់អូបានច្រើនគ្នាប្រមាណគ្រាប់ដែរបានតែ3គ្រាប់ហ្នឹងមកកុំទៅអស្មានតែវាឲ្យច្រើនឥឡូវវាឲ្យច្រើនឲ្យតិចទៅយើងចែកយកសិនទៅគឺសំម្ដងតិចរហូតដល់តែវាគ្រប់តែម្ដងឥឡូវនេះយើងម៉ាញទៅមុខទៀតហើយខាងលោបាន diamond មកខប់ទៀតអូ diamond អូបាន diamond ទៀតអូអត់ដឹងលេងបើសិនជាខ្ញុំអត់ម៉ាញមកមុខទេគឺអត់ដឹងថាមាន diamond ទេយើងជីកមកច្រើននេះថាច្រើនឥឡូវវាឲ្យយើងប្រហែលគ្រាបណាយើងតែការជីកវាមកតែម្ដងអូខេគឺបានច្រើនអញ្ចឹងគឺយើងចុចមើល inventory យើងមើលតែបានមកគ្រាប់7គ្រាប់អូខេគឺខ្ញុំអាចផលិតខោបានហើយអញ្ចឹងគឺខ្ញុំនៅខ្វះតែខោ diamond ទេគឺខ្ញុំបាន full diamond តែម្ដងអញ្ចឹងយើងតែការផលិតខោតែម្ដងទៅអូខេយើងដកខោស្បែកសត្វយើងចេញឥឡូវនេះគឺខ្ញុំទទួលបានជាមួយនឹង full diamond ហើយគឺថាខ្ញុំទទួលបាន diamond ការ diamond មកឈុតតែម្ដងគឺអែមខ្លាំងមែនតើអញ្ចឹងគឺស៊ូមីគឺអត់អាចធ្វើយើងបានទេគឺវាវាយយើងលេងឈឺដូចមុនហើយអត់អាចទេបានហ្នឹង creeper ខ្ទុះងាប់ឥឡូវហើយពេលខ្ញុំមើល record ហ្នឹងគឺខ្ញុំទទួលបាន diamond ប្រហែលជា4គ្រាប់ឥឡូវខ្ញុំផលិតជាមួយនឹងបថៅមួយសិនមកហើយនៅសមគ្រាប់នេះយើងសន្សំទុកដើម្បីផលិតដាវអញ្ចឹងណាឥឡូវនេះគឺខ្ញុំទទួលបានជាមួយនឹង pickaxe diamond បថៅ diamond អញ្ចឹងគឺវាធ្វើការឲ្យបានលឿនជាងមុនតិចគឺយើងអាចធ្វើឲ្យលឿនជាងមុនហើយគឺយើងអត់ត្រូវការប្រើប្រាស់របស់ថ្មទៀតទេដោយសារតែខ្ញុំប្រើប្រាស់របស់ថ្មគឺខ្ញុំធ្វើយឺតយ៉ាវខ្លាំងតែអញ្ចឹងគឺពេលនេះយើងមាន diamond ប្រើអញ្ចឹងគឺអែមខ្លាំងមែនតើខ្ញុំមិនឡៃតែ diamond ហ្នឹងគឺផ្លេចសាងសង់ផ្ទះអញ្ចឹងគឺយើងមកសាងសង់ផ្ទះយើងប្រើឲ្យតែម្ដងទៅវានៅខ្វះតែដំបូងបន្តិចបន្តួចទេ
ឡូវនេះគឺតែបងខ្ញុំគឺបានហើយ 100% អូគឺមិនទាន់ហើយ 100% ទេគឺបានតែ 99% តែប៉ុណ្ណោះគឺនៅខ្វះ10ទៀតគឺនៅខ្វះ10ទៀតចឹងគឺនៅខ្វះតែប្អូចនឹងការ record តែប៉ុណ្ណោះដោយសារតែខ្ញុំគឺចឹងគឺវីដេអូរបស់យើងក៏ឈានជើងមកដល់តាទីបញ្ចប់ផងដែរចឹងគឺបាយបាយគ្នាយើងជួបខ្ញុំនៅវីដេអូក្រោយ